សូមជូនរឿងលោកយាយក្រមាទឹកកាលពីព្រេងនាយនៅក្នុងភូមិដ៏ស្រស់ស្រាតមួយមានក្មេងស្រីម្នាក់ឈ្មោះសុខាថ្ងៃមួយនាងបានធ្វើដំណើរទៅផ្សារជាមួយលោកយាយរបស់នាងសុខាមិនសប្បាយចិត្តទេនាងបានត្អូញត្អែថាលោកយាយក្រមារបស់យាយចាស់រយរហាយទៀតខ្ញុំចង់បានខ្សែបូសូតពណ៌ផ្កាឈូកស្អាតមិនមែនក្រមាចាស់នេះទេពួកគេបានបន្តដំណើរទៅមុខទៀតថ្ងៃកាន់តែក្តៅឡើងព្រឺអាទិត្យបញ្ចេញកម្ដៅយ៉ាងខ្លាំងធ្វើឲ្យសុខាហត់នឿយឃើញចានក្តៅលោកយាយក៏ដោះក្រមាចាស់របស់គាត់ចេញគាត់បានបត់វាធ្វើជាមួកដើម្បីការពារសុខាពីកម្ដៅថ្ងៃដាបានបន្តិចទៀតពួកគេបានឮសំឡេងយំតិចអ៊ីពួកគេបានរត់ទៅមើលខ្លងប្រឡាយទឹកក្បែរផ្លូវនៅបាតប្រឡាយមានកូនឆ្កែទូតមួយប្រឡាក់ភក់កំពុងជាប់គាំងវាមិនអាចឡើងមកលើបានទេលោកយាយមិនបង្អង់យូរទេគាត់បានយកក្រមាមកវិញហើយចាប់ផ្ដើមរមូលវាសុខាឆ្ងល់ថាលោកយាយកំពុងធ្វើអ្វីលោកយាយបានប្រើក្រមាចាស់នោះធ្វើជាខ្សែពួរគាត់បានទម្លាក់វាចុះទៅឲ្យកូនឆ្កែខាំហើយទាញវាឡើងមកលើកូនឆ្កែបានឡើងមកលើដោយសុវត្ថិភាពវាសប្បាយចិត្តណាស់ហើយបានលិតដៃរបស់សុខាទីបំផុតពួកគេបានមកដល់ផ្សារនៅទីនោះមានមនុស្សម្នានិងទំនិញជាច្រើនលោកយាយបានទិញផ្លែឈើជាច្រើនដូចជាចេកនិងស្រកានាគប៉ុន្តែពួកគេភ្លេចយកកន្ត្រកមកតើត្រូវយកវាទៅផ្ទះដោយរបៀបណាលោកយាយញញឹមហើយលាតក្រមាចាស់របស់គាត់ម្ដងទៀតគាត់បានដាក់ផ្លែឈើចំកណ្ដាលហើយចង់ជ្រុំទាំង4បញ្ចូលគ្នាធ្វើជាបង្វិតនៅពេលល្ងាចពួកគេបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញសុខាបានសម្លឹងមើលក្រមាដែលដាក់ផ្លែឈើនៅលើស្មារបស់លោកយាយសុខាបានគិតពីប្រយោជន៍របស់ក្រមានេះវាបានការពារនាងពីកម្ដៅថ្ងៃវាបានជួយសង្គ្រោះកូនឆ្កែហើយវាបានជួយយួរផ្លែឈើនាងលែងគិតថាវាចាស់ឬអាក្រក់ទៀតហើយមកដល់ផ្ទះសុខាបានអោបលោកយាយយ៉ាងណែននាងនិយាយថាចៅស្រឡាញ់យាយហើយចៅក៏ស្រឡាញ់ក្រមារបស់យាយដែរវាពិតជាក្រមាទើបមែន